បបោនេះគឺជារថយន្តថ្មីមួយ model ដែលគួរចាប់អារម្មណ៍ជាងគេនៅក្នុងចុងឆ្នាំ 2025 នេះគឺ Mercedes S-Class E580e ដែលជាប្រភេទ plug-in hybrid ពុកម៉ែបងប្អូនទាំងគ្នាបាទសាំងបូកជាមួយនឹងអគ្គិសនីឥឡូវយើងក៏លេខទៅមើលការ design ផ្នែកខាងក្រៅរបស់វាសិនបាទ S-Class E580e នេះត្រូវបានរចនាឡើងមកជាមួយនឹង Luxury Sedan plug-in hybrid សាំងបូកជាមួយនឹងអគ្គិសនីដែលមានលក្ខណៈទំនើបនិងទាន់សម័យដោយវាបានបំពាក់មកជាមួយនឹងជង្គង់គុជ LED daytime running light អំពូលភ្លើងបើកពេលថ្ងៃជាប្រភេទ LED ភ្លើង stop ខាងក្រោយជាប្រភេទ LED មានកន្លែងសាកថ្មដំបូលបើកនិងបំពាក់មកជាមួយនឹងរង្វង់កង់19 អ៊ីងផងដែរដោយឡែកសម្រាប់ការ design ផ្នែកខាងក្នុងរបស់ S580e នេះវាបានបំពាក់មកជាមួយនឹងក្រង់ touch screen 12.8 អ៊ីងនៅចំកណ្ដាលហើយវាក៏មាន screen សម្រាប់អ្នកខាងក្រោយផងដែរមាន digital driver 12.3 អ៊ីងមានកៅអីស្បែកបែបប្រណិតមានក្តៅត្រជាក់មានចង្កូតស្បែកអេឡិចត្រូនិកដែលធ្វើឲ្យមានភាពងាយស្រួលក្នុងការបើកបរមាន wireless charge Android Auto Apple CarPlay USB connection និងបំពាក់មកជាមួយនឹង speaker ចំនួន15 គ្រាប់ជាប្រភេទ premium sound ផងដែរសម្រាប់ការ performance ដូចជាម៉ាស៊ីនរបស់ S-Class នេះវិញម្ដងវាបំពាក់មកជាមួយនឹងម៉ាស៊ីន V6 3.0 លីត្រ turbocharged ប្រអប់លេខចំនួន9 វ៉ែអូតូដែលវាអាចផលិតកម្លាំងសេះបានរហូតដល់510 horsepower និងដំណើរការដោយ AWD គឺ all wheel drive ហើយវាក៏មាន motor អគ្គិសនីចំនួន1ដែលមានទំហំថ្ម 22.7 គីឡូវ៉ាត់ម៉ោងហើយវាអាចជិះបានរហូតដល់100គីឡូម៉ែត្រផងដែរនិងល្បឿនពី0ទៅ100គីឡូម៉ែត្រគឺវាចាយពេលត្រឹមតែ 4.2 ទៅ 4.5 វិនាទីតែប៉ុណ្ណោះនិង top speed បានរហូតដល់250គីឡូម៉ែត្រក្នុង1ម៉ោងសម្រាប់ប្រព័ន្ធសុវត្ថិភាពរបស់ S-Class នេះវិញវាបានបំពាក់មកដូចជា Blind Spot មានដូចជា Adaptive Cruise Control កំណត់ល្បឿនបើកបរនៅតាមយានយន្តនៅខាងមុខប្រព័ន្ធរក្សាគន្លងផ្លូវមានប្រព័ន្ធជួសជុលដោយស្វ័យប្រវត្តិមានឲ្យសញ្ញាចរាចរណ៍ឆ្លងកាត់ផ្នែកខាងមុខនិងខាងក្រោយមានកាមេរ៉ា360មានប្រព័ន្ធទប់លំនឹងហើយកង់ទាំង4របស់វាបំពាក់មកជាមួយនឹងប្រព័ន្ធ ABS មានជំនួយចាប់ប្រាំងបន្តដោយស្វ័យប្រវត្តិនិងបានបំពាក់មកជាមួយនឹង option ទំនើបមួយចំនួនទៀតផងដែរហើយតម្លៃរបស់វាវិញគឺបាទតម្លៃប្រហែលជា$120,000ជាងនៅទីផ្សារសហរដ្ឋអាមេរិកអញ្ចឹងជារួមមកវិញគឺ Mercedes S-Class E580e នេះវាពិតជាស័ក្តិសមមែនទែនសម្រាប់អ្នកដែលចូលចិត្តឡានបែប sedan performance ខ្លាំងនិងទំនើបមិនធម្មតាអញ្ចឹងបងប្អូនយល់យ៉ាងណាដែរអាចធ្វើការបញ្ចេញមតិរបស់ពុកម៉ែបងប្អូននៅខាងក្រោមវីដេអូនេះបានសូមអរគុណ